between this one. Okay, this is the first question from reader to their member. Okay, please explain this one. Yeah. អញ្ចឹងមេក្រុមនៅក្នុងប្រភេទក្នុងក្រុមវិភាសាក្រុមហ្នឹងគឺមេក្រុមដំបូងត្រូវសួរសិនថាតើពីចំនួននេះចំនួន1000ទៅចំនួន3000ហ្នឹងមានចន្លោះប្រមាណចំនួនដែលខុសគ្នានឹងប្រមាណ And confirm that you have made a friend and then verify the detail with your friend. For example, ask the friend and the group member, slow learner, maybe point out, okay, 1000, ask this number, and there is some rule, and ask the group member, is there some rule of these number, and help the answer leader. អញ្ចឹងប្រធានក្រុមគាត់ត្រូវសួរថាកូនក្រុមរបស់គាត់នឹងសង្កេតមើលថាតើពីចំនួន1ទៅចំនួន1ហ្នឹងគឺគេបន្ថែមម្ដងប៉ុន្មានហើយយើងត្រូវបំពេញលេខបំពេញចំនួនប្រមាណដូច1000បន្ទាប់មកប្រមាណទៅបាន3000ហើយព្យាយាមសួរឲ្យមិត្តភក្តិគាត់ឆ្លើយបានរួចគាត់ផ្ទៀងផ្ទាត់ចម្លើយ If your friends find the rule, okay, there is the difference is 1000. ពីចំនួន1ទៅចំនួន1ហ្នឹងវាមានវាខុសគ្នាប្រហែលហើយបើគាត់ត្រូវគឺយើងអបអរសាទរទៅគាត់ At that time you should say acha. អញ្ចឹងយើងត្រូវលើកទឹកចិត្តគាត់ដោយនិយាយពីអស្ចារ្យឬក៏ទេសដៃឲ្យមិត្តភក្តិរបស់យើង Okay, next phase, yeah. Second line, in case of second line, and please make and ask your students answer according to this direction. And help them to think about rule of the first line. First line is the 1000 between the difference with this number and this number. And okay, find the rule. អញ្ចឹងចំពោះលំហាត់ទី2ដូចគ្នាដែរដូចនឹងលំហាត់ទី1យើងព្យាយាមរកកន្លឹះនៃលំហាត់នឹងសិនថាតើលំហាត់ហ្នឹងគឺយើងធ្វើបែបណា Important thing is find the rule. Rule is 1000,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  1000. Okay? If your friend finds this one, and please praise his or her effort. បើសិនដូចមុនណាបើសិនជាមិត្តភក្តិយើងដឹងអូចម្លើយវាមិនឬក៏កន្លឹះនៃលំហាត់ហ្នឹងយើងត្រូវធ្វើមិនយើងព្យាយាមអបអរសាទរឬក៏លើកទឹកចិត្តគាត់បន្ថែម Okay, so Japanese way of the group work, the leader always help and support and learn that deepen the knowledge by teaching the friend, and slow learner learn by talking, discuss with the leader. ចឹងក្នុងនៅប្រទេសជប៉ុនសិស្សគាត់រៀនបានច្រើនអំពីការបញ្យល់គេឡើងវិញនឹងហើយចំពោះអ្នកដែលបកកាយគាត់ចាប់អភិវឌ្ឍខ្លួនដោយសារតែគាត់បានបញ្យល់មិត្តភ័ក្តិរបស់គាត់ចំណែកឯអ្នកដែលគាត់នឹងយឺតគឺគាត់អាចអភិវឌ្ឍខ្លួនបានដោយការប្រភាសាក្រុមដោយការនិយាយសួរទៅមិត្តភ័ក្តិរបស់គាត់ឆ្លើយជាមួយនឹងមិត្តភ័ក្តិរបស់គាត់ Chan say her, you did a good job. Acha. Thank you so much. And okay, it's discussion time. What do you think of this order? Okay, discuss each other.
Okay, Chanteha, would you please play a role of the MC, please? Yes អញ្ចឹងបន្តមកទីគឺសូមឲ្យលោកគ្រូអ្នកគ្រូពិភាក្សាគ្នាអំពីអ្វីដែលគាត់បង្ហាញតើលោកគ្រូអ្នកគ្រូយល់មិនដែរ ចុះចក់មិញមិញ ឃើញ online កុំព្យូទ័រកៀងនេះគ្រូទៅពេលទៅលឺតែសំឡេងអត់លឺរូបភាពសោះអត់ឃើញរូបភាពដល់អត់លឺអូខេអញ្ចឹងខ្ញុំខ្លាចវាកៀងទៀតឡើយខ្ញុំសុំនិយាយបន្តិចទៅអញ្ចឹងខ្លាចរូបគេអូខេអញ្ចឹងនិយាយទៅដំណើរការនៃការពិភាក្សាក្រុមនេះតាមពិតទៅដូចសេហាគាត់បានលើកឡើងមកអញ្ចឹងវាជួយច្រើនដូចអ្នកដែលនៅដូចថាអ្នកបកកែព្រោះនៅក្នុងក្រុមមានចម្រុះមានទាំងសិស្សបកកែសិស្សបឋមហើយនិងសិស្សដែលគេគាត់រៀនយឺតអញ្ចឹងគាត់អាចពឹងពាក់គ្នាទៅវិញទៅមកបានអញ្ចឹងជាក់ស្ដែងដូចនៅដូចចំពោះសិស្សដែលគាត់រៀនបកកែអញ្ចឹងដូចសេហាគាត់លើកឡើងមកអញ្ចឹងគឺគាត់អាចរៀនតាមរយៈការបញ្យល់គេដូចគាត់ដូចជាគ្រូម្នាក់អញ្ចឹងហើយមិនត្រឹមតែគាត់រៀនបញ្យល់គេទេគាត់ថែមទាំងរៀនពីវិធីដែលអាចលើកទឹកចិត្តគេទៀតចឹងទូនទីគាត់សំខាន់ណាស់កន្លែងហ្នឹងបើសិនជាយើងយកចិត្តទុកដាក់ផ្ដោតទៅលើគាត់យើងនឹងឃើញទូនទីគាត់កន្លែងហ្នឹងគឺទូនទីគាត់ដើរកន្លែងហ្នឹងនិយាយទៅបន្ទាប់ពីគ្រូមកដូចគាត់ដូចជាគ្រូម្នាក់នៅក្នុងក្រុមចឹងគ្រាន់ថាគាត់អត់មានប្រាស់ចម្លើយទេគាត់ជាអ្នកបំផុសឲ្យសកម្មភាពក្រុមហ្នឹងវាដើរទៅរលូនដូចជាដាក់សំណួរអីមួយដូចកន្លែងលំហាត់នេះអញ្ចឹងគាត់បំផុសគាត់រោនិយាយទៅបំផុសឲ្យចេញជាបញ្ញត្តិណានៅពេលដែលបានជាបញ្ញត្តិហើយគឺសិស្សដែលគាត់ដែល slow learner សិស្សមធ្យមហ្នឹងនៅពេលដែលគាត់រកឃើញកន្លែងបញ្ញត្តិហ្នឹងគឺគាត់នឹងដើរតួនាទីនេះគឺជាអ្នកអបអរសាទរជាអ្នកលើកទឹកចិត្តឲ្យកូនក្រុមហ្នឹងគាត់មានសកម្មភាពហើយនឹងមានន័យថាកម្លាំងចិត្តនៅក្នុងការរៀនហ្នឹងគាត់គិតថាគាត់អាចធ្វើបានអញ្ចឹងកន្លែងហ្នឹងសំខាន់មែនទែនបើយើងផ្ដោតទៅលើតួនាទីរបស់គាត់បាទកន្លែងហ្នឹងល្អហើយយើងឃើញថាសិស្សអាចពិតអាចអភិវឌ្ឍបាននៅកន្លែងហ្នឹងហើយចំពោះសិស្សដែលគាត់រៀនយឺតវិញខ្ញុំយល់ថាចំពោះសិស្សដែលរៀនយឺតប៉ុន្តែគាត់សិស្សដែលរៀនយឺតគាត់ប្រកាសជាខ្លាចគ្រូហើយព្រោះអីគាត់ទៅសួរគ្រូដឹងតែពិបាកហ្មងព្រោះនេះជាបទពិសោធន៍ខ្ញុំគិតថាមិនមែនតែខ្ញុំទេសូម្បីតែសីហាហើយខេម៉ាក៏ប្រហែលជាជួបដែរសិស្សរៀនយឺតគឺពិបាកក្នុងការសួរគ្រូពិបាកនឹងចូលរួមមួយគ្រូហ្មងនិយាយទៅអញ្ចឹងបើសិនជាធ្វើសកម្មភាពក្រុមហើយមានអ្នកដឹកនាំល្អនៅក្នុងក្រុមម្នាក់ដូចជាសិស្សបកែអញ្ចឹងគាត់អាចសម្របសម្រួលបានអញ្ចឹងដើរតួដូចជា moderator នៅក្នុងក្រុមនឹងបានល្អអញ្ចឹងខ្ញុំគិតថាគាត់នឹងដឹកនាំក្រុមនឹងទៅរលូនទាំងអស់គ្នាបាទការគិតរបស់ខ្ញុំបាទ Seha, Chanseha, please ask everyone, is it important to give this kind of the outline to the leader? Is it important to give this kind of the question to group leader? Please ask this one to every participant today. You mean the answer Yeah, in Khmer, please. Yeah, for recording. ចឹងចំពោះត្រង់នេះគាត់សួរថាតើវាចាំបាច់អត់ដែលយើងត្រូវឲ្យជាចម្លើយមុនទៅសិស្សឬក៏យើងឲ្យជាសំណួរត្រៀមសម្រាប់មេក្រុម សម្រាប់អ្នកគ្រូអាចឲ្យចម្លើយមុនឬក៏ជាសំណួរត្រៀមដូចជាអត់ចាំបាច់ទេពីព្រោះបើសិនជាយើងធ្វើបើសិនជាមុននឹងមានការងារក្រុមគ្រូក៏ត្រូវមានកិច្ចតែងការគាត់មានគោលបំណងហើយអញ្ចឹងគោលបំណងគាត់តើគាត់វិធីសាស្ត្របរៀនហ្នឹងតើគាត់ត្រូវបរៀនតាមវិធីសាស្ត្រអីឧទាហរណ៍ថាគាត់បរៀនតាម inquiry based learning គាត់បរៀនតាម inquiry based learning ឬក៏គាត់តាម model 5E អញ្ចឹងមកតាម model ពួកអស់ហ្នឹងមានន័យថាគ្រូអត់មានសិទ្ធិជាអ្នកផ្ដល់ចម្លើយឲ្យសិស្សទេសិស្សគាត់ជាអ្នកស្វះស្វែងរកចម្លើយដោយខ្លួនឯងមិនថាសិស្សបកែឬក៏សិស្សរៀនយឺតគ្រាន់តែថាបើសិនជាសិស្សដែលបកែគឺគាត់អាចរកចម្លើយបានតែនៅក្នុងករណីដែលលំហាត់ខ្លះសិស្សបកែគឺគាត់អាចស្វែងរកចម្លើយដោយខ្លួនឯងទេគាត់មានអារម្មណ៍ថាគាត់ស្ទាក់ស្ទើរទៅលើចម្លើយហ្នឹងហើយក៏ហ៊ានទៅបញ្យល់ទៅកាន់មិត្តភ័ក្តិគាត់ទេព្រោះគាត់ស្ទាក់ស្ទើរអញ្ចឹងខ្ញុំកន្លែងហ្នឹងគ្រូអាចជួយទៅសិស្សដែលគាត់រៀនបកែហ្នឹងអាចថាចម្លើយបងប្អូនទៅតាមផ្លូវនេះមានន័យថាជាផ្លូវមួយដើម្បីបង្ហាញទៅសិស្សដែលរៀនបកែអញ្ចឹងនៅពេលដែលគ្រូជួយបង្ហាញផ្លូវហើយអញ្ចឹងគាត់អាចរកផ្លូវឃើញគាត់អាចរកចម្លើយឃើញអញ្ចឹងនៅពេលដែលហ្នឹងក៏គាត់អាចទៅបន្តទៅប្រាប់មិត្តភ័ក្តិគាត់បានអញ្ចឹងសម្រាប់មតិយោបល់អ្នកគ្រូគឺអត់ប្រាប់ចម្លើយមុនទេ
no answer ក៏ប៉ុន្តែយើងអាចបង្ហាញជាផ្លូវសម្រាប់គាត់ហ្នឹងហើយ អរគុណច្រើនអ្នកគ្រូនេះខ្ញុំយល់ស្របដូចអ្នកគ្រូដែរអឺដោយសារតែការងារជាក្រុមហ្នឹងយើងគឺមិនមែនប៉ណ្ណឹងតែសម្រាប់សិស្សខ្សោយមួយមុខទេគឺយើងប៉ណ្ណឹងសមត្ថភាពសិស្សប្រកែកដូចគ្នាអញ្ចឹងព្យាយាមឲ្យគាត់គិតហើយបើសិនជាគាត់ខ្វះខាតត្រង់ណាយើងជួយគ្រប់គ្រងបន្ថែមពីក្រៅវិញ Okay, in case of Japan, a teacher go around and support they give some suggestion to each group. Okay, so Okay. what you should ask to the other member or something. But teacher always think about learner centered. It is the time for the students to discuss freely. Okay, yeah. Translate and end that discussion, please, Chanteha. អញ្ចឹងនៅជប៉ុនលោកគ្រូអ្នកគ្រូតែងតែដើរទៅតាមជួយទៅតាមក្រុមប៉ុន្តែគឺនៅតែប្រកាន់ខ្ជាប់នៅគោលជំហរសិស្សមជ្ឈមណ្ឌលដដែល Okay, thanks so much. Okay, very good discussion. I really appreciate that. Next, we'd like to try today's session, this one, again. So we'd like to enjoy some the session. It's a workshop, kind of workshop. Okay. And okay, today's teacher, who will be today's teacher? Maybe, okay, Chalk again. Please play a role of the teacher. Okay, It's okay? Yeah. And supports the leader. Okay? Yeah. And Chanseha and Ms. Monras and Kema, please play a role of the okay, leader. Kema, can you hear me? Yes, Professor, I hear you well. Okay, Kema, would you please play a role of the leader who will ask the slow learner? Chanseha, please, it might be very difficult to pretend to be the slow learner, but just second, I cannot understand. Give me a time, or maybe like that. Okay? Yes, yes, Okay, Professor. shall we start? Chok, please. អូខេអញ្ចឹងកូនកូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងនឹងរៀនមេរៀនគណិតវិទ្យាមួយហើយដូចកូនកូនឃើញនៅក្នុងនេះអញ្ចឹងគឺលោកគ្រូនឹងដាក់ឲ្យកូនកូនពិភាក្សាក្រុមមួយណាអញ្ចឹងយើងនឹងបែងចែកក្រុមតោះឥឡូវនៅក្នុងនេះយើងមានគ្នាឥឡូវ40នាក់ឥឡូវលោកគ្រូបែងចែកអស់ហើយឥឡូវឧទាហរណ៍អញ្ចឹងនេះលោកគ្រូចាត់ជាក្រុមមួយអញ្ចឹងមានសីហាហើយអ្នកគ្រូមនីរតហើយនិងខេមាបាទអញ្ចឹងខេមាលោកគ្រូឲ្យកូនធ្វើជាអ្នកដឹកនាំក្រុមណាអញ្ចឹងក្រុមនេះកូនត្រូវដំណើរការក្រុមដោយជួយមើលសមាជិករបស់យើងនៅក្នុងក្រុមផងណាបាទ ចាលោក អ គ្រូ ញ្ចឹងតួនាទីរបស់កូនគឺថាជួយសម្រួលណាមើលការងារនៅក្នុងក្រុមរបស់យើងបាទថាតើសមាជិកយើងយ៉ាងម៉េចបាទគាត់មានមតិយោបល់អីយើងបើកឲ្យគាត់និយាយឲ្យជួយពិភាក្សាមួយពួកគាត់ណាអូខេបាទហើយបើកូនមានសំណួរអីបំផុសឲ្យមិត្តភក្តិយើងជួយគិតក៏បានដែរអត់អីទេណាអាចសេរីអូខេតោះឥឡូវលោកគ្រូទុកពេលយើង5នាទីណាដើម្បីគិតពិភាក្សាទៅលើប្រធានបទដែលលោកគ្រូដាក់ថាពិភាក្សាក្រុមនៅទីនេះតោះយើងចាប់ផ្ដើម ចាលោកគ្រូអញ្ចឹងលំហាត់របស់យើងថ្ងៃហ្នឹងលោកគ្រូឲ្យយើងចូលបំពេញប្រអប់នឹងចន្លោះដោយរាប់បន្ថែមឬក៏រាប់បន្ថយអញ្ចឹងយើងឧទាហរណ៍លំហាត់កគេចាប់ផ្ដើមឡើងពី0ហើយ1000អញ្ចឹងបន្ទាប់មកគេដាក់ឲ្យចន្លោះគេមានប្រឡោះឲ្យយើងបំពេញតទៀតអញ្ចឹងតើមិត្តភក្តិទាំងអស់គ្នាគិតថាតើប្រឡោះបន្តទៀតយើងគួរតែដាក់លេខប៉ុន្មានដែរ គ្រូខ្ញុំអត់យល់ខ្ញុំមើលទៅអាមួយមានព្រួញអាមួយអត់ព្រួញអញ្ចឹងអាហ្នឹងមិនចឹងណាគ្រូហើយដល់ពេលវាដូចគ្នាឬវាខុសគ្នាអាមានព្រួញអត់ព្រួញ ហ្នឹងហើយអញ្ចឹងយើងមើល
លេខដែលអត់មានព្រួយមានន័យថាយើងចាប់ផ្ដើមពីលេខ0ដល់ពេលលេខដែលមានព្រួយបែរទៅខាងស្ដាំដែរអញ្ចឹងមានន័យថាលេខដែលមានព្រួយហ្នឹងគឺជាចំនួនកើនឡើងអញ្ចឹងលេខដែលអត់មានព្រួយហ្នឹងគឺជាចំនួនដែលយើងចាប់ផ្ដើមអញ្ចឹងយើងឃើញហ៎មិត្តភ័ក្តិថាឧទាហរណ៍កគឺគេចាប់ផ្ដើមពីលេខ0អញ្ចឹងមានន័យថាលេខដែលទាបជាងគេចាប់ផ្ដើមហ្នឹងគឺ0បន្ទាប់មកគេឲ្យយើងកើនឡើងអញ្ចឹងមានន័យថាប្រឡោះហ្នឹងគឺយើងត្រូវការរាប់បន្ថែមអញ្ចឹងតើយើងដើម្បីបំពេញប្រអប់នឹងបានយើងត្រូវមើលសិនថាតើយើងរាប់បន្ថែមម្ដងប៉ុន្មានសេហាគិតមិនដែរ អ្នកគ្រូខ្ញុំឆ្ងល់មួយទៀតអ្នកគ្រូថាកើនហ្នឹងចាំមិនបានយើងដឹងថាកើនហ្នឹងដឹងថាចោះមើល អញ្ចឹ មិន ងអញ្ចឹងយើងមើលមិត្តភ័ក្តិយើងមើលថាឥឡូវយើងចាប់ផ្ដើមពីលេខ0អញ្ចឹងបន្ទាប់ពី0មកវាឡើងទៅដល់1000បន្ទាប់មកយើងមានប្រឡោះប្រអប់បន្ទាប់មកយើងឃើញ3000ទៀតអញ្ចឹងយើងឃើញថាចន្លោះពីលេខ1ទៅលេខ1ហ្នឹងគឺលេខហ្នឹងឡើងកើនឡើងលើរហូតអញ្ចឹងមានន័យថាកន្លែងដែលសញ្ញាព្រួយទៅហ្នឹងគឺមានន័យថាលេខហ្នឹងគឺត្រូវតែកើនឡើងហើយអញ្ចឹងយើងមើលភាពខុសគ្នាសិនយើងមើលលំហាត់ខសញ្ញាព្រួយហ្នឹងចុះខាងក្រោមអញ្ចឹងមានន័យថាយើងត្រូវរាប់បន្ថយមកខាងក្រោមវិញយល់អត់ តែខ្ញុំមិនដឹងថាវាកើនម្ដងប៉ុន្មាន ចាអញ្ចឹងឥឡូវបើអត់ដឹងទេឥឡូវចាំមើលខ្ញុំធ្វើឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងយើងមើលដើម្បីដឹងថាចន្លោះលេខ1កើនឡើងប្រហែលយើងឃើញឧទាហរណ៍កមាន0ហើយ1000អញ្ចឹងយើងគិតមើលថាពី0ទៅ1000កើនឡើងម្ដងប៉ុន្មានយើងគិតមើលមកពីអត់ដឹងទេចាឥឡូវយើងមើលទាំងអស់គ្នាអញ្ចឹងយើងមានពី0ឡើងមក1000អញ្ចឹងនៅចន្លោះហ្នឹងមានន័យថាយើងរាប់បន្ថែមម្ដង1000អញ្ចឹងមានថាយើងចាប់ផ្ដើមពី0អញ្ចឹងនៅពេលដែល0ថែម1000គឺយើងបានក្រិតទី1គឺ1000អញ្ចឹងបន្ទាប់មកពីក្រិត1000ទៅមួយក្រិតនៃលេខផ្សេងទៀតគឺយើងត្រូវបន្ថែមម្ដង1000ដូចគ្នាអញ្ចឹងបើចន្លោះទី1យើងថែម1000អញ្ចឹងយើងទៅចន្លោះទី2តើកន្លែងប្រអប់ដែលគេឲ្យបំពេញនេះបើយើងមាន1000ហើយយើងថែម1000ទៀតតើស្មើប៉ុន្មានអ្នកទាំងអស់គ្នា Okay, just second. So I can guess the using a translation. So the leader are not allowed to say to give the answer. Okay, leader should not give the answer. Okay, Yes, Professor. yeah, it's a very important rule. ប្រាស្រួលផុសបាននេះ And give the opportunity to the slow runner. Give the some hint. It's okay. Give the some hint. It's very important. Give the hint are okay. Okay, but the person who explain the rule of this number is the role of slow runner to support. Okay, and Chok's attitude is very good. Okay, after giving the leader, please help the Chansehar slow runner to find the rule. That's all. Okay, and go around the group and always encourage what's the first question from leader to Chanseha. Okay, please explain what I said in English, in Khmer, Chanseha, please. Yeah. ចឹងម្ដងទៀតអញ្ចឹងសម្រាប់ប្រធានក្រុមគឺយើងមានទូនាទីបញ្យល់ណែនាំមិត្តភ័ក្តិយើងឲ្យគាត់ឆ្លើយពីគន្លឹះលំហាត់ហ្នឹងប៉ុន្តែខ្ញុំគិតថាខេម៉ាគាត់ធ្វើត្រូវហើយដោយសារតែគុណក្រុមរបស់គាត់ព្យាយាមសួរអំពីអ្វីដែលគេឆ្ងល់អញ្ចឹងគាត់បញ្យល់សិន Okay, thanks so much. Like this. Okay, discuss the up to here. Please discuss. My question is today's audience is what do you think the role of the leader is to ask the slow runner? Don't say the answer. Don't show the answer is very important. And
role of teacher is the thinking about the question order and only give to support the leader to give the question to the slow learner. Okay, please discuss this one. Or yeah, please, yeah. Excuse me, Professor, can I ask you a question? Yeah, okay, but please speak slowly for the Yeah. okay. Yeah. Okay. Okay. So I know that the importance of the leader cannot tell the answer to the slow learner, right? Yes, But yes. exactly. Example, the first one, like we start from 0 and 1,000, and then we have the blank box, and then 3,000. So according to our rule that we already been asking, so the slow learner, sorry, the leader didn't tell them the answer of the blank box. They just explain from 0 to 1,000 how it increase, how many number they increase, and then the slow learner said that I don't know how to know they increase. So after the leader cannot after the Okay. leader is explained already and they cannot understand, so it is okay that the leader just told them like from 0 to 1,000 increase 1,000, and then the leader could be alone to the slow learner complete in the blank box. Okay. Yeah. But so when think about if the slow learner cannot understand how much Distance. increase from the 0 1,000, for give the other example. For example, from 1 to 5, the how much the number increase. Can you understand? Okay. Yes, Okay. Professor. Think about this case from 1 to 1,000, or give the so the thinking about the level of the leader should think about the level of the slow learner and give the easy find give the concrete example the slow learner easily can answer. Okay, you got it? Yeah, Professor. Thank you. Okay, thank you. Okay. Keep discussion and okay. Chanseha, would you please explain that one in Khmer, please? អញ្ចឹងមុននេះអ្នកគ្រូខេម៉ាក៏បានសួរថាចុះបើសិនជាកូនក្រុមរបស់សិស្សយើងគាត់ពិបាកក្នុងការឆ្លើយអត់ដឹងពីគន្លឹះនៃលំហាត់ហ្នឹងត្រូវធ្វើម៉េចអញ្ចឹងជាចម្លើយយើងអាចបង្កើតជាឲ្យមេក្រុមហ្នឹងគឺបង្កើតជាឧទាហរណ៍តូចមួយតាមលំនាំនៃលំហាត់ហ្នឹងឬក៏លោកគ្រូអ្នកគ្រូអាចបញ្យល់ប្រាប់គាត់បន្ថែម So now we will begin group discuss again. Oh, okay. Yeah, maybe I prepare another case. So up to here. So would you please wrap up this session? Wrap up means came out. Okay, Kema. So your question is very important. Would you please explain in Khmer to the TTC students? Kema, can you hear me? Oh, Yeah, Professor, you hear me? yeah. Would you please explain your understanding in Khmer? Okay. Okay. In case of the slow learner looks so difficult to solve the problem, how to support that? Okay, please. Yeah. Okay, thank you, Professor. អញ្ចឹងជាឧទាហរណ៍មកខ្ញុំសំណួរខ្ញុំបានសួរគាត់រួចហើយថាបើសិនជាការពីយើងដើរតួនាទីជាសិស្សនៅក្នុងក្រុមមិញហ្នឹងខ្ញុំដើរតួជា
ប្រធានក្រុមហើយមិត្តភ័ក្តិទាំងអស់គ្នាផ្សេងទៀតដើរតួជាសមាជិកអញ្ចឹងកន្លែងមួយដែល professor គាត់ថាប្រធានក្រុមអត់អាចប្រាប់ចម្លើយបានទេអញ្ចឹងជាឧទាហរណ៍នៅក្នុងរបស់យើងមិញនៅពេលដែលខ្ញុំសួរពួកគាត់ថាតើចន្លោះពី0ទៅ1000ហ្នឹងយើងកើនឡើងម្ដងប្រមាណប៉ុន្តែសិហាបាននិយាយថាខ្ញុំអត់ដឹងទេថាកើនឡើងម្ដងប្រមាណអញ្ចឹងនៅក្នុងករណីនឹងដែរយើងអាចក្នុងនាមជាប្រធានក្រុមនឹងយើងអាចរកឧទាហរណ៍ដូចគ្នាប៉ុន្តែប្រើពីចំនួនតិចមកមុនឧទាហរណ៍ថាយើងអាចលើកយកពី0មក1កើនម្ដងប្រមាណអញ្ចឹងមកយើងអាចបន្ថែមវាឲ្យរៀងច្រើនបន្តិចពី0មក10ឬគឺពី0មក100អញ្ចឹងបើសិនជាគាត់ឆ្លើយចំនួនតូចទាំងអស់ហ្នឹងបានអញ្ចឹងចាំយើងចូលមកលំហាត់យើងវិញថាអញ្ចឹងបើសិនជាចន្លោះហ្នឹងវាកើនឡើងបានប៉ុណ្ណឹងអញ្ចឹងឧទាហរណ៍លំហាត់យើងពី0ដល់1000ហ្នឹងកើនឡើងបានប៉ុណ្ណាអញ្ចឹងមានន័យថាប្រធានក្រុមហ្នឹងគឺជួយសម្របសម្រួលឬមួយក៏រកវិធីសាស្ត្រណាមួយដើម្បីឲ្យសិស្សដែលគាត់រៀនយឺតនៅក្នុងក្រុមហ្នឹងអាចយល់អំពីអ្វីដែលយើងចង់ឲ្យគាត់ធ្វើបានដោយអត់ឲ្យប្រាប់ចម្លើយដល់គាត់ទេមានន័យថាឲ្យគាត់ប្រើការគិតរបស់គាត់ដើម្បី